Chị đồ xôn cho biểu xô lúc khối nên trong chung một số với miếng chia cà rụt để sẵn màu bì thằng ẩm hay ngày này phòng đá cứ nhung phơi reflection từ nâng mê đến là sao phải đã thì đậm mũi đen dày ẩm bì cao viên lấy lơ trả để giá nâng bầm đến rồi bỏ sợ vậy chị luôn mất tăng vì dương miếng cao viên tầm lấy cứ phê chón cứ cao viên tầm lấy từ lơ smart phép sao đôi chị ở thì họ bà sân chị dương cứ từ lơ xa là rọt ba chục món được không phải bởi dương cứ phê chón cứ thưa cao viên tầm lấy từ lơ vị trí xong phảiចំពោះចាក់យ៉ាសំទាវាគឺជាផ្នែកមួយសំខាន់មែនតែននៅក្នុងនឹងផងដែរបើសិនជាយកឧទាហរណ៍ថានៅក្នុងសិស្សម្នាក់គាត់ហ៊ានបកែគាត់មានចាក់យ៉ាសំគាត់មានវិជាសម្បទាប៉ុន្តែបើសិនជាគាត់ខ្វះចាក់យ៉ាសម្បទាអេយ៉ាបត់ដែលមានផ្នែកគំនិតវិជ្ជមាននៅក្នុងសង្គមក៏គាត់ប្រើប្រាស់ចំណេះដឹងរបស់គាត់ខុសផ្លូវផងដែរអញ្ចឹងជារួមមកចរិយាសម្បទាគឺជាធាតុមួយសំខាន់មែនទែនដើម្បីគូបផ្សំជាមួយនឹងវិជាសម្បទាទៀតធ្វើឲ្យប្រទេសជាតិមួយរីកចម្រើននិងធ្វើឲ្យធនធានរបស់ប្រទេសមួយហ្នឹងគឺទទួលបានលទ្ធផលល្អទៅថ្ងៃអនាគតដែលខ្លាចទៅជាទំពាំងស្នងរស័យរបស់ប្រទេសជាតិមួយហ្នឹងកាន់តែរឹងមាំអញ្ចឹងជារួមមកយើងចូលទៅក្នុងមេរៀនយើងវិញចំពោះចរិយាសម្បទាយើងត្រូវយល់ន័យសិនថាចរិយាសម្បទាហ្នឹងមានន័យថាម៉េចដើម្បីឈានទៅដល់ចំណុចផ្សេងៗនៅក្នុងមេរៀនហ្នឹងអញ្ចឹងជារួមមកចរិយាសម្បទាគឺមានន័យថាវាជាជំនាញទន់ឬក៏យើងអាចនិយាយបានថា EQ ចា៎ឬជាជំនាញទន់តំណងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈបទពិសោធន៍ពីការសិក្សានិងអាជីពការងារនេះចាំបានន័យថាបើសិនជាបុគ្គលមួយហ្នឹងឬក៏សិស្សមួយហ្នឹងឬក៏ជាប្រជាពលរដ្ឋមួយហ្នឹងគាត់ទទួលបានការសិក្សាខ្ពស់ឬក៏មានបទពិសោធន៍ការងារច្រើនឆ្នាំបទពិសោធន៍ការងារនៅកន្លែងដែលល្អធ្វើឲ្យបុគ្គលមួយហ្នឹងគឺមានចរិយាសម្បទាទៅតាមនឹងដែរចរិយាសម្បទាគាត់គឺចេះបត់បែនទៅតាមសង្គមមនុស្សភាគច្រើនគាត់ស្វែងយល់គាត់យល់ពីអត្តន័យនៃជីវិតហ្នឹងមានន័យថាគាត់ងាយនឹងចោះសម្រុងនៅក្នុងសង្គមមនុស្សហើយធ្វើឲ្យការគិតរបស់គាត់ហ្នឹងគឺខុសប្លែកពីគេហ្មងពីព្រោះដោយសារតែគាត់មានការគិតមួយដែលត្រឹមត្រូវអាចនិយាយបានអញ្ចឹងប៉ុន្តែមិនមែនបុគ្គលទាំងអស់សិតតែមានចរិយាសម្បទាល្អទេប៉ុន្តែភាគច្រើនមានន័យថាបើសិនជាគាត់សិក្សាបានកាន់តែខ្ពស់គាត់នឹងអាចវែកញែកបានកាន់តែស៊ីជម្រៅទៅលើភាពខុសគ្នានៃអេយ៉ាប័តដែលប្រព្រឹត្តនៅក្នុងសង្គមបច្ចុប្បន្នដែលធ្វើឲ្យគាត់ខ្លួនឯងហ្នឹងមានចរិយាសម្បទាមួយដែលល្អវាស្របទៅតាមកម្រិតចំណេះដឹងឬក៏កម្រិតវប្បធម៌កម្រិតបទពិសោធន៍ដែលគាត់បានប្រឡូកនៅក្នុងសង្គមមនុស្សរយៈពេលវែងមកនឹងហើយបានច្រើនកន្លែងមកហ្នឹងអញ្ចឹងសូមបន្តទៅទៀតបើសិនជានៅក្នុងនឹងផងដែរកាលណាយើងសិក្សាបានកាន់តែខ្ពស់នឹងធ្វើការបានកាន់តែច្រើននៅជំនាញផ្នែកចរិយាសម្បទារបស់យើងមានការរីកចម្រើនទៅតាមនឹងដែររបៀបដែលមនុស្សយើងធ្វើការតំណងជាមួយនឹងអ្នកដទៃគឺត្រូវការចរិយាសម្បទាដូចគ្នាផងដែរនៅក្នុងសង្គមមួយបើសិនជាគាត់មានចរិយាសម្បទាគាត់មានការគិតមួយដែលមានថាយើងគិតរបៀបយកចិត្តគេដាក់ចិត្តខ្លួនឯងធ្វើឲ្យតំណរបស់គាត់នឹងគឺល្អមែនទែននៅក្នុងសង្គមមនុស្សនឹងគេងាយចុះសម្រុងជាមួយគាត់គេចូលចិត្តគាត់ហើយគាត់ងាយធ្វើការងារជាក្រុមជាមួយបុគ្គលផ្សេងមកពីក្រុមមជ្ឈដ្ឋានជារួមមកចរិយាសម្បទាគឺល្អមែនទែននៅក្នុងការធ្វើការងារមួយនៅជាមួយនឹងបុគ្គលផ្សេងបើសិនជាគាត់មានចរិយាសម្បទាហ្នឹងល្អហើយនៅក្នុងនោះផងដែរយើងនិយាយអំពី social and emotional skill ហ្នឹងវាមាន3 part នៅក្នុងហ្នឹងគឺមាន compassion empathy ហើយនិង mindfulness បន្តមកទៀតនិយាយអំពីចរិយាសម្បទារបស់សិស្សម្ដងចរិយាសម្បទារបស់សិស្សហ្នឹងតកតងទៅនឹងជំនាញទន់នឹងបណ្ដុះទៅលើអត្តចរិតរបស់សិស្សដែលនៅក្នុងហ្នឹងមានដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យផ្ទាល់ខ្លួនមួយទៀតការសហការជាមួយអ្នកដទៃមួយទៀតការស្រ័យតកតងគ្នាទៅវិញទៅមកការមានភាពច្នៃប្រឌិតទៅវិញមួយការអត់ធ្មត់ផ្សេងទៅលើការងារបើសិនជាគាត់មានចរិយាសម្បទាមួយដែលល្អមានគ្រឹះមួយដែលល្អហើយធ្វើឲ្យគាត់មានការគិតរបស់គាត់ខុសពីសិស្សដទៃមានថាគាត់មានផ្នែកគំនិតវិជ្ជមានចំណិចឧទាហរណ៍រឿងមួយហ្នឹងមេរៀនមួយហ្នឹងគាត់ពិបាកប៉ុន្តែគាត់នៅតែតស៊ូជំនះបានព្រោះអីដោយសារតែគាត់មានគំនិតគិតថាគាត់អាចធ្វើបានគាត់អាចបកកែបានទៅលើចំណុចមួយហ្នឹងព្រោះមនុស្សគ្រប់គ្នាមិនមែនបានន័យថាកើតមកគឺចេះស្រាប់ទេតែការរៀនដូចគ្នាចាយើងនិយាយអំពីចរិយាសម្បទាមិនធំមិញយើងអាចវេកញែកជាមួយនឹង EQ វិញបំណិនពុទ្ធិវិញបំណិនពុទ្ធិមានថាវាគឺជាជំនាញមួយដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងគេអាចវាស់វែងតាមរយៈការប្រឡងនៅតកតងទៅនឹងបំណិនពុទ្ធិឬក៏យើងនិយាយបានថា IQ
មនុស្សម្នាក់គឺយើងអាចធ្វើការវិតម្លៃឬក៏តេស្តសមត្ថភាពរបស់គាត់បានតាមរយៈការប្រឡងការសម្ភាសការដាក់គម្រោងឲ្យគាត់ធ្វើអីផ្សេងៗគឺយើងអាចធ្វើការវិតម្លៃបានការវិតម្លៃហ្នឹងគឺដើម្បីគេដើម្បីវាស់វែងការចងចាំសមត្ថភាពឬល្បឿននៃការគិតនៃការវិភាគរបស់សិស្សមួយឬក៏បុគ្គលមួយនឹងជាដើមជាមួយគ្នានេះផងដែរជំនាញប្រាជ្ញាសម្បទារួមមាននៅក្នុងនោះបើសិនជាគាត់មានបញ្ញាសម្បទារបស់គាត់មានថាគាត់ខ្លាំងគាត់ស៊ីជម្រៅវាមានចំណុចផ្សេងដែលនៅក្នុងនឹងធ្វើឲ្យមនុស្សម្នាក់នឹងមានអីគេខ្លះអញ្ចឹងនៅពេលដែលគាត់មានបញ្ញាសម្បទាមួយដែលវា acceptable ឬក៏ដែលវាខ្ពស់គ្រប់គ្រាន់ធ្វើឲ្យគាត់មានសមត្ថភាពក្នុងការគិតនិងឆ្លើយតបតនហេតុការណ៍ធ្វើឲ្យសមត្ថភាពក្នុងការចងចាំមេរៀនឬហេតុការណ៍របស់គាត់ហ្នឹងគឺបានល្អហើយនឹងរហ័សមួយទៀតការផ្ចង់អារម្មណ៍នៅពេលដែលគាត់មានបញ្ញាសម្បទាមួយដែលល្អធ្វើឲ្យការផ្ចង់អារម្មណ៍របស់គាត់ទៅលើរឿងអីមួយឬក៏គាត់ចង់ធ្វើរឿងអីមួយវាទទួលបានលទ្ធផលល្អក៏ផ្ចង់អារម្មណ៍បានស្ងប់ធ្វើរឿងហ្នឹងបានល្អមានទៀតមានភាពបត់បែនតាមកលៈទេសៈរបស់គាត់គឺគាត់ងាយនឹងសម្របខ្លួនងាយនឹងបត់បែនទៅតាមហេតុការណ៍ជាក់ស្ដែងទីពីរគឺវិភាគបញ្ហាជាលម្អិតមានថាគាត់ធ្វើការគាត់ចេះធ្វើការវិភាគទៅលើបញ្ហាមួយនោះយ៉ាងលម្អិតមែនតើនៅពេលដែលមានបញ្ហាកើតឡើងមិនមែនថាគាត់ដកថយណាគាត់យកបញ្ហានោះជាមេរៀននិងជាការរៀនសូត្រវិញនៅពេលដែលគាត់ជួបបញ្ហាគឺគាត់ត្រូវការបំបែកបញ្ហានោះជាទូចនៅពេលដែលគាត់បំបែកហើយគាត់ចាប់ផ្ដើមទៅធ្វើវាមានថាបញ្ហាមួយនោះកើតឡើងមិនមែនថាបង្អាក់គាត់ទេដូចជាមេរៀនសម្រាប់គាត់ចឹងគាត់បំបែកវាឲ្យធ្វើវាដើម្បីទទួលបានលទ្ធផលជោគជ័យនៅថ្ងៃណាមួយហើយបន្តមកទៀតចំណុចបន្តមកទៀតគឺការកាត់បែបពហុកិច្ចការក្នុងពេលតែមួយមានថាគាត់មានគំនិតឆ្លាតវៃប្រើប្រាស់បញ្ញារបស់គាត់នោះអាចធ្វើបានរឿង2ទៅ3ក្នុងពេលតែមួយចា៎គាត់មានថាគាត់ញែកសមត្ថភាពខួរក្បាលរបស់គាត់នោះប្រើប្រាស់វាតែម្ដងមួយទៀតការចែកបែងចែកសំដៅទៅលើការចែកបែងចែកល្អអាក្រក់ការចែកបែងចែកថាចំពោះកិច្ចការវិញយើងនិយាយបានថាការចែកបែងចែកកិច្ចការណាធ្វើមុនកិច្ចការណាមិនសូវសំខាន់កិច្ចការណាសំខាន់ធ្វើមុនអញ្ចឹងទៅនៅពេលដែលមនុស្សម្នាក់មានជំនាញប្រាជ្ញាសម្បទានឹងល្អប្រសើរគឺមានចំណុចដូចតែខ្ញុំបានរៀបរាប់ខាងលើមិញអញ្ចឹងយើងអាចរួមសរុបនៃខ្លឹមសារទៅលើចរិយាសម្បទាវិញយើងធ្វើការប្រៀបធៀបគ្នាមិញចរិយាសម្បទាហើយនឹងប្រាជ្ញាសម្បទាគឺតកតងទៅលើការគិតប្រាជ្ញារបស់គាត់ហើយគេអាចវាតម្លៃបានតាមរយៈការប្រឡងបានប៉ុន្តែចំពោះចរិយាសម្បទាវាតកតងទៅនឹងអិយាប័តរបស់គាត់តកតងទៅនឹងការគិត EQ របស់គាត់តំណែងជាមួយមនុស្សក្នុងសង្គមដែលវា refer ដែលវាយោងទៅតាមអាយុរបស់គាត់វ័យកម្រិតចំណេះដឹងនិងបទពិសោធន៍តំណែងផ្សេងដែលគាត់មាននៅក្នុងសង្គមនៅកាលណាដែលគាត់រៀនបានកាន់តែខ្ពស់មានបទពិសោធន៍ការងារច្រើនឆ្នាំចរិយាសម្បទារបស់គាត់ក៏ខុសប្លែកពីបុគ្គលដែលគាត់រៀននៅថ្នាក់ទាបជាងផងដែរអញ្ចឹងជារួមមកវិញនៅពេលដែលមនុស្សម្នាក់មានប្រាជ្ញាសម្បទាល្អបូកសំជាមួយនឹងចរិយាសម្បទាល្អទៀតធ្វើឲ្យសង្គមមួយពុំពេញទៅដោយភាពស្រស់ស្អាតស្រស់បំព្រងតែម្ដងព្រោះដោយសារតែមនុស្សមានចំណេះដឹងហើយមនុស្សមានអិយាប័តល្អទៀតជួយថាសង្គមមួយហ្នឹងហេតុអីបិណ្ឌត្រូវមិនស្រស់បំព្រងគឺមានន័យថាសង្គមមួយហ្នឹងគឺមានភាពល្អប្រសើរនៅក្នុងហ្នឹងហើយការវិវត្តភាពជឿនលឿនក៏អាចមានផលប៉ះពាល់ទៅដល់ការអភិវឌ្ឍរបស់ប្រទេសជាតិឬក៏អាចមានសង្គ្រាមអាចមានបញ្ហាអាក្រក់ណាមួយភាគច្រើនកើតឡើងនៅក្នុងសង្គមផងដែរមានថាសង្គមមួយហ្នឹងពោពេញទៅដោយសន្តិភាពភាគច្រើនតែត្រឡប់មកវិញចំពោះចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកនៅក្នុងចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកហ្នឹងគឺធ្វើឲ្យគាត់បណ្ដោះគំនិតសិស្សធ្វើមិនឲ្យគាត់មានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហាមានន័យថាម៉េចមានន័យថានៅពេលដែលគាត់ជួបបញ្ហាមួយយើងត្រូវបណ្ដោះគំនិតគាត់ថាយើងឧទាហរណ៍យើងជាគ្រូនៅពេលដែលសិស្សជួបបញ្ហាមួយយើងត្រូវបណ្ដោះផ្នត់គំនិតសិស្សឲ្យគាត់កុំឲ្យចោះចាញ់បញ្ហានៅពេលដែលជួបបញ្ហាអញ្ចឹងគ្រប់បញ្ហាតែងតែមានដំណោះស្រាយឯងយើងអាចផ្ដោតផ្នត់កំណត់ឲ្យគាត់ថាកុំចោះចាញ់ក្នុងបញ្ហាបើសិនជាដើរផ្លូវនឹងដោះស្រាយបានប្អូនគិតដើរផ្លូវផ្សេងកុំទុកបញ្ហាចោលព្រោះបើសិនជាយើងទុកចោលវាមិនមែនរួចខ្លួនទេវាធ្វើឲ្យសម្ពាធមួយនឹងកាន់តែធ្ងន់ទៅនៅថ្ងៃអនាគតអញ្ចឹងជៀសវាងបំផុតពីការយើងគិតដោះស្រាយបញ្ហានឹងដដែលទេអញ្ចឹងយើងត្រូវគិតដោះស្រាយបញ្ហាហ្នឹង
nó cũng lồng pe đại với cả phim nó lại dân thở học lâu chơi gặp màn và toàn mà tiết cứ đi đi nâng ở vậy đại quạt của bóng phở nhưng bắt đầu cũng đã smart đại sợ ở quạt chơi lành vậy đại khuôn anh miến lành vậy đại nói trong vinh khuôn anh ở quạt miên cũng đặt mùi nắng ở quạt bên chất nào vậy đại khuôn anh miền tức nó pe đam lùm nè enough everything that they have there be successful person and peaceful person in mind yeah អញ្ចឹងនៅក្នុងនឹងផងដែរការបន្តគំនិតសិស្សឲ្យមានគំនិតវិជ្ជមានទៅលើអ្វីដែលខ្លួនឯងមានទៅលើរីករាយនឹងអ្វីដែលខ្លួនឯងកំពុងធ្វើគឺមានសារៈសំខាន់មែនទែនចំពោះគាត់មិនថាពេលនោះឬក៏ពេលអនាគតរបស់គាត់ទេធ្វើឲ្យគាត់ចេះគ្រប់គ្រាន់នៅអ្វីដែលខ្លួនឯងកំពុងធ្វើហ្នឹងចំណុចបន្តមកទៀតមើលឃើញពីតម្លៃនៅលើលទ្ធផលជាក់ស្ដែងចូលនេះថាគាត់ធ្វើអីមួយគាត់រំពឹងខ្ពស់ថាគាត់នឹងទទួលបានជោគជ័យប៉ុន្តែលទ្ធផលជាក់ស្ដែងវាចេញមកវាអត់ជោគជ័យអញ្ចឹងបើសិនជានេះធម្មតាសិស្សធម្មតាដែលមានទទួលបានការលើកទឹកចិត្តគឺគាត់មានការបាក់ទឹកចិត្តឯងអញ្ចឹងក្នុងពេលហ្នឹងផងដែរយើងគឺមានទូនាទីមួយគឺលើកទឹកចិត្តគាត់ថាឲ្យគាត់ទទួលយកលទ្ធផលជាក់ស្ដែងថាលទ្ធផលបងអូនទទួលបាននៅពេលហ្នឹងទោះបីវាមិនសូវល្អប្រសើរតែបងត្រូវខំប្រឹងបន្ថែមថ្ងៃអនាគតដើម្បីទទួលបានលទ្ធផលមួយល្អប្រសើរបើសិនជាលទ្ធផលមួយហ្នឹងមិនសូវល្អប្រសើរតែយើងគួរធ្វើម៉េចដើម្បីបានទទួលលទ្ធផលបានល្អប្រសើរគឺយើងត្រូវខំប្រឹងយើងត្រូវទទួលយកនៅលទ្ធផលដែលយើងបានធ្វើវាជាលទ្ធផលរបស់យើងដែលយើងបានធ្វើឡើងមកអញ្ចឹងបើសិនជាយើងមិនមានការពេញចិត្តទៅលើលទ្ធផលខ្លួនឯងទេធ្វើឲ្យខ្លួនឯងកើតຕົកមិនសុខចិត្តឬក៏ធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តផងដែរអញ្ចឹងយើងមានទូនាទីមួយគឺលើកទឹកចិត្តគាត់ឲ្យគាត់ទទួលនៅយកលទ្ធផលជាក់ស្ដែងនឹងថាជាលទ្ធផលដែលគាត់ធ្វើបានជាលទ្ធផលដែលគាត់គួរតែទទួលបាននៅអ្វីដែលគាត់បានធ្វើដើម្បីទទួលបានលទ្ធផលហ្នឹងចំណុចបន្តទៀតគឺទទួលយកលទ្ធផលគ្រប់បែបយ៉ាងនិងបន្តទៅមុខទៀតតទៅចំណុចមុនដែរនៅពេលដែលគាត់ទទួលបានលទ្ធផលហ្នឹងហើយគឺគាត់ត្រូវទទួលស្គាល់ថាវាគឺជាសមត្ថភាពរបស់គាត់វាគឺជាលទ្ធផលដែលគាត់គួរទទួលបានមិនថាវាជោគជ័យមិនថាវាបរាជ័យទេអញ្ចឹងគាត់ត្រូវតែបន្តទៅមុខទៀតបើដល់ស្មារតីឲ្យគាត់កុំឲ្យគាត់បាក់ទឹកចិត្តត្រូវតែបន្តដំណើរទៅមុខទៀតផងដែរត្រូវតែបន្តដំណើរទៅមុខទៀតខ្ញុំសូមចូលចំណុចបន្តមួយទៀតគឺនិយាយអំពីប្រភេទនៃចរិយាសម្បទាននិងលទ្ធផលសិក្សារំពឹងទុកប្រភេទនៃចរិយាសម្បទាននៅក្នុងហ្នឹងគឺនិយាយអំពីការយល់អារម្មណ៍របស់អ្នកដទៃ empathy មានថាការយល់អារម្មណ៍របស់អ្នកដទៃយកចិត្តគេដាក់ចិត្តខ្លួនឯងទេហើយជាមួយនឹង attitude បើសិនជាយើង compare attitude ហើយនឹងអេយ៉ាបត់គឺវាខុសគ្នាបែបម៉េចattitude អាកប្បកិរិយាមានគេទៅជាសកម្មភាពដែលកើតឡើងនៅក្នុងខួរក្បាលយើង attitude កើតឡើងក្នុងខួរក្បាលយើងបន្ទាប់ពីយើងមាន attitude នៅក្នុងខួរក្បាលហើយវាចាប់ផ្ដើមឲ្យរឹងខ្លាយទៅជាមានអាកប្បកិរិយាដែលដើរឈរអង្គុយហ្នឹងហើយនៅក្នុងនឹងផងដែរបើសិនជាសិស្សមួយហ្នឹងយើងបដៅសិស្សឲ្យមានការគិតបែបវិជ្ជមាននៅពេលដែលគាត់មានការគិតបែបវិជ្ជមានលទ្ធផលដែលគាត់ធ្វើចេញមកក៏វាវិជ្ជមានដែរអញ្ចឹងការគិតពីខាងក្នុងវាសំខាន់មែនតើបើសិនជាវាវិជ្ជមានវាចេញមកក៏វិជ្ជមានដែរមួយទៀតយើងធ្វើការបដៅឲ្យសិស្សនឹងមានគុណតម្លៃអីគេខ្លះនៅក្នុងនឹងអញ្ចឹងនៅក្នុងដើម្បីឲ្យគាត់មានការគិតបែបវិជ្ជមានតាំងពីតូចមកយើងត្រូវបដៅឲ្យគាត់នោះមានគុណតម្លៃទៅលើ honesty ភាពស្មោះត្រង់ integrity សុចរិតភាព justice យុត្តិធម៌និង freedom សេរីភាពអញ្ចឹងយើងត្រូវបដោះទៅលើផ្នែក4ចំណុចនោះសំខាន់មែនទែនឲ្យសិស្សមានគំនិតស្គាល់ច្បាស់ថាស្អីគេ honesty គុណសម្បត្តិរបស់ភាពស្មោះត្រង់នឹងអីគេគុណសម្បត្តិរបស់សុចរិតភាពនឹងអីគេគុណសម្បត្តិរបស់យុត្តិធម៌នឹងអីគេគុណសម្បត្តិរបស់សេរីភាពនឹងអីគេនៅពេលដែលសិស្សយល់អំពីគុណសម្បត្តិទាំង4ចំណុចហ្នឹងហើយគាត់ចាប់ផ្ដើមគាត់ថាបើសិនជាគាត់ខ្លាចទៅជាមនុស្សម្នាក់ដែលមាន4ចំណុចហ្នឹងតើគាត់បានសន្តិភាពផ្លូវចិត្តប៉ុន្មានគាត់ទទួលបានលទ្ធផលល្អអីខ្លះចូលមកក្នុងជីវិតរបស់គាត់គឺលទ្ធផលដែលគាត់ទទួលបានយើងធ្វើល្អបានល្អលទ្ធផលដែលគាត់ទទួលបានបើសិនជាគាត់ស្មោះត្រង់សិនជាគាត់មានសុចរិតភាពសិនជាគាត់មានយុត្តិធម៌សិនជាគាត់មាន freedom សេរីភាពហ្នឹងគឺធ្វើឲ្យគាត់ជាមនុស្សមួយដែលសង្គមទទួលស្គាល់និងគោរពស្រឡាញ់មែនទែនយើងបដៅគំនិតឲ្យគាត់មានគំនិតមួយដែលល្អឲ្យគាត់ខ្លាចទៅជាក្មេងខ្លាចទៅជាទំពាំងស្នងរិស័យយ៉ាងពិតប្រាកដចូលចំណុចមួយទៀតគឺនិយាយអំពីវិធីវាតម្លៃចរិយាសម្បទានិងមិនដឹងក្រៅពីពុទ្ធិនៅក្នុងនឹងផងដែរដោយតែបាននិយាយពីដំបូងអញ្ចឹងថាចរិយាសម្បទាគឺយើងអត់មានការធ្វើតេស្តទេចរិយាសម្បទាគឺយើងមាន4វិធីសម្រាប់វាតម្លៃបាន
តែមិនអាចដាក់ជាបន្ទុកបានទេមានការធ្វើតេស្តទី1ឯគេយើងអាចធ្វើការវាតម្លៃចែកយ៉ាងសម្បទារបស់សិស្សហ្នឹងទី1គឺទៅលើការអង្កេតរបស់គ្រូការអង្កេតរបស់គាត់ហ្នឹងគឺកំឡុងពេលវេលាណាមួយសមស្របឧទាហរណ៍កំឡុងពេលដែលក្នុងថ្នាក់រៀនឬកំឡុងពេលណាមួយដែលសមស្របគឺយើងអាចអង្កេតមើលទៅលើចែកយ៉ាងសម្បទារបស់សិស្សហ្នឹងបានចំណុចទី2គឺការអង្កេតទូទៅហើយចំណុចទី3គឺការអង្កេតដោយមានរចនាសម្ព័ន្ធនៅក្នុងនោះការអង្កេតមានរចនាសម្ព័ន្ធយើងត្រូវមាន check list ដែរថាយើងត្រូវការអង្កេតអីចែកយ៉ាងសម្បទារបស់សិស្សហ្នឹងទៅលើអីគេខ្លះយើង check list មកហើយចំណុចចុងក្រោយគឺការសម្ភាសរបស់គ្រូមានថាយើងធ្វើការសម្ភាសសំណួរបែបតាក់ទងទៅនឹងចែកយ៉ាងសម្បទាជាមួយសិស្សតែម្ដងយើងអាចធ្វើការចោទសួរគាត់ថាធ្វើបែបនេះបើសិនជាឧទាហរណ៍ខ្ញុំឧទាហរណ៍មួយយើងមានសំណួរមួយសួរថាពេលដែលប្អូនដើរឆ្លងផ្លូវស្រាប់តែមានជនពិការមួយគាត់មើលឃើញទេតែគាត់ចង់ឆ្លងផ្លូវនឹងដែរតើបងអូនគួរធ្វើបែបណាដើរទៅមិនចាំបាច់ត្រូវដឹកដៃគាត់មិនចាំបាច់សួរនាំគាត់ឬក៏យើងជួយគាត់ឆ្លងផ្លូវហ្នឹងអញ្ចឹងនៅពេលដែលសិស្សឆ្លើយមកយើងអាចវាតម្លៃទៅលើចែកយ៉ាងកម្រិតចែកយ៉ាងសម្បទារបស់គាត់បានថាគាត់ជាមនុស្សបែបណាបន្ទាប់ពីយើងវាតម្លៃអីហើយជាទូទៅយើងត្រូវមានព័ត៌មានត្រឡប់ទៅឲ្យសិស្សវិញហើយបន្ទាប់ពីមានព័ត៌មានត្រឡប់គឺចំណុចចុងក្រោយរបស់ចំណុចចុងក្រោយនៃការវាតម្លៃហ្នឹងគឺត្រូវឲ្យសិស្សស្វែងវាតម្លៃខ្លួនឯងថាខ្លួនឯងមានចរិយាសម្បទាប៉ុណ្ណឹងខ្លះជាមនុស្សល្អនៅក្នុងសង្គមហើយនៅតែសរុបមកវិញមេរៀនគឺទៅដល់ចំណុចបញ្ចប់ចាប់ត្រឹមការវាតម្លៃស្វែងវាតម្លៃរបស់សិស្សខ្លួនឯងហ្នឹងជាចុងក្រោយនឹងខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់លោកគ្រូបើសិនជាមានចំណុចខ្វះខាតតោះខុសត្រង់ណាគាត់បីមិនសមនោះក៏សូមលោកគ្រូជួយអភ័យទោសហើយនឹងជួយកែលម្អក្នុងពេញចំណុចខ្វះខាតរបស់ខ្ញុំផងអរគុណលោកគ្រូជំរាបលាលោកគ្រូ